សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃទានរឿងសម្រាប់ក្នុងថ្ងៃនេះដែររឿងរ៉ាវរបស់យើងគឺទាក់ទងទៅនឹងរឿងខ្មោចទំនប់ទឹកហើយរឿងរ៉ាវនេះដែរគឺកើតឡើងនៅអំឡុងឆ្នាំ2022នៅក្នុងការនោះដែរខ្ញុំបានចុះមកពេញបេសកកម្មដោយជិះម៉ូតូតែម្នាក់ឯងទៅតាមស្រុកខ្ញុំបានធ្វើដំណើរឆ្លងកាត់ទំនប់ទឹកធំមួយដែលជាកន្លែងដែលខ្ញុំតែងតែឆ្លងកាត់កាលណាឲ្យតែខ្ញុំតែងតែទៅកាន់ស្រុកនោះប៉ុន្តែថ្ងៃនេះគឺហាក់បីដូចជាចម្លែកខុសប្លែកពីធម្មតាព្រោះរាល់ដងពេលដែលខ្ញុំជិះកាន់នោះគឺមិនដែលឃើញមានអ្នកលក់តែបៃតងនោះទេខ្ញុំក៏គិតថាគេទើបតែមកលក់ទេដឹងមិនមកអង្គពេលវេលាយូរខ្ញុំក៏បន្តទៅបំពេញបេសកកម្មរបស់ខ្ញុំរហូតដល់រួចរាល់ទៅខ្ញុំបានត្រឡប់មកវិញពេលធ្វើដំណើរតាមដងផ្លូវមេក៏ប្រែស្រាប់តែក្តៅខ្លាំងចម្លែកខ្ញុំក៏សម្រេចចិត្តឈប់សម្រាកនៅទីតាំងទំនប់ទឹកនោះពេលដែលខ្ញុំសម្រាកបានមួយស្របក់ខ្ញុំក៏ចាប់អារម្មណ៍ទៅលក់តែបៃតងមួយម្យ៉ាងវិញទៀតខ្ញុំក៏ហាក់បីដូចជាស្រេកទឹកផងដែរខ្ញុំក៏ទៅទិញទឹកហូបប៉ុន្តែអ្វីដែលកាន់តែចម្លែកនោះមេក៏ស្រាប់តែប្រែទៅជាខ្មៅភ្លាមហាក់បីដូចជាបំរុងនឹងភ្លេងធំមួយមេអញ្ចឹងហើយខ្យល់ក៏ខ្លាំងថែមទៀតពេលខ្ញុំដើរទៅដល់តូបអ្នកលក់ខ្ញុំសម្លឹងមើលទៅកាន់អ្នកលក់កើតជានារីអាយុប្រមាណជាង20ឆ្នាំកម្ពស់របស់គាត់ល្មមស្លៀកខោកាប៊យរឹបរៀងនិងពាក់អាវយឺតពណ៌សមានលាយផ្កាឈូកនិងលើងបន្តិចផងដែរខ្ញុំក៏សន្ទនាជាមួយគាត់ខ្លះថាសួស្តីចែគាត់ក៏ឆ្លើយមកកាន់ខ្ញុំវិញថាចាតើបងចង់ញ៉ាំអ្វីដែរបងខ្ញុំក៏តបទៅគាត់វិញថាចែមានលក់កាហ្វេទេគាត់ក៏តបមកខ្ញុំវិញថាមានតើបងប៉ុន្តែខ្ញុំមិនចេះហូបកាហ្វេដាក់ដួងក្រអូបនោះទេឥឡូវខ្ញុំសុំបងដូរយកបាកាវិញបានទេគាត់ក៏ឆ្លើយមកខ្ញុំវិញថាចាខ្ញុំបានក៏បាការួចផឹកបណ្ដានិងបានសាកសួរបណ្ដាព្រោះខ្ញុំផ្លែចិត្តឃើញគាត់មកលក់តែម្នាក់ឯងនៅតាមដងផ្លូវកំពុងតែសួរនាំខ្ញុំក៏ស្រាប់តែឮសំឡេងលោកស្រីម្នាក់ស្រែកឲ្យខ្ញុំជួយផងខ្ញុំក៏ក្រឡេកភ្នែកទៅតាមសំឡេងស្រាប់តែឃើញចែអ្នកលក់នឹងកំពុងតែលង់ទឹកទំនប់ទៅវិញខ្ញុំក៏ភ្ញាក់ព្រឺតមិនក៏ចែនឹងទៅលង់ទឹកវិញក្រែងនៅលក់ឲ្យខ្ញុំតើភ្លាមខ្ញុំមិនបានគិតច្រើនក៏ស្ទុះទៅជួយតែជាអកុសលខ្ញុំជាមនុស្សដែលមិនចេះហែលទឹកខ្ញុំមិនហ៊ានលោតទៅជួយទេបានត្រឹមតែឈររកឈើវែងដើម្បីឲ្យគាត់តោងប៉ុន្តែមិនបានផុសសោះព្រោះតែទំនប់ទឹកហូរខ្លាំងហើយជ្រៅទៀតខ្ញុំក៏រត់ទៅយកម៉ូតូជិះទៅផ្ទះក្បែរនោះដើម្បីជួយគ្នាប៉ុន្តែខ្ញុំមិនទាន់បានជិះផងស្រាប់តែខ្យល់បក់យ៉ាងខ្លាំងមេឃខ្មៅលើដើមហើយស្រាប់តែប្រែទៅជាងងឹតឈឹងសឹងតែមើលអ្វីមិនយល់ខ្ញុំក៏មានអារម្មណ៍ភ័យខ្លាចដែរប៉ុន្តែខ្ញុំព្យាយាមតាំងចិត្តឲ្យមាំព្រោះខ្លាចមានរឿងអ្វីមិនល្អខ្ញុំព្យាយាមស្រវាលើកម៉ូតូហើយបញ្ឆេះតែវាមិនឆេះសោះខ្ញុំក៏មានអារម្មណ៍ដឹងថានឹងមានរឿងអ្វីមិនល្អហើយខ្ញុំក៏ទៅមើលចែលួងស្រាប់តែបាត់កឹតឈឹងតូបក៏បាត់ទៀតខ្ញុំដឹងយ៉ាងច្បាស់ថាខ្មោចលងប្រកាសខ្ញុំក៏លេចមើលទៅកាន់បាកាសខ្ញុំស្រាប់តែខ្លាញ់ទៅជាដុតទឹកសុទ្ធទៅទេខ្ញុំក៏លន់មាត់យ៉ាងនេះថាយ៉ាងម៉េចយ៉ាងម៉ាទេខ្ញុំខ្យល់បក់មកកាន់តែខ្លាំងស្របនឹងសំឡេងធ្ងរសន្សឹមមកក្បែរទៅជិះខ្ញុំក៏រេភ្នែកខំបើកភ្នែកសម្លឹងទៅតាមសំឡេងនោះស្រាប់តែឃើញសក់យ៉ាងវែងទម្លាក់គ្របមកលើក្បាលរបស់ខ្ញុំហើយពេលនោះដែរខ្ញុំហាក់បីដូចជាមានអ្វីចាប់ជាប់ពេលនោះខ្ញុំតតម្រេះក៏ព្យាយាមតាំងចិត្តឲ្យមាំហើយនឹកដល់គុណមេដាបិតាគុណបាអាចារ្យគុណព្រះរតនត្រ័យដោយទន្ទេញជាប់មកថាមេត្តាគុណណាំងបិតាគុណណាំងព្រះពុទ្ធគុណណាំងព្រះធម៌គុណណាំងព្រះសង្ឃគុណណាំងដោយអំណាចនៃសេចក្តីល្អ
ដោយអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជួយឲ្យខ្ញុំបានរួចផុតពីទុក្ខមួយនេះផងក្រោយពីអត់ទៅកសលរួចស្រាប់តែមេឃស្ងប់ស្ងាត់ក៏បានបកសក់នោះដែរហើយមេឃក៏ចាប់ដើមស្រឡះមកវិញធម្មតាពេលនោះខ្ញុំទើបដឹងថាតាមពិតខ្ញុំមិនមែននៅចិត្តម៉ូតូឯណាខ្ញុំស្ទើរតែធ្លាក់ចូលទៅក្នុងទំនប់ទឹកបាត់ទៅហើយភ្លាមនោះខ្ញុំបានពូម្នាក់បើកគោយន្តមកតាមផ្លូវក៏ស្រែកហៅគាត់ឲ្យជួយសំណាងល្អណាស់ដែលគាត់បានលឺនិងបានចុះមកជួយទាញខ្ញុំឡើងទៅលើគោកវិញគាត់សួរនាំខ្ញុំក៏បានរៀបរាប់តាមហេតុការណ៍ដែលបានកើតឡើងគាត់ថាឲ្យប្រយ័ត្នប្រយែងព្រោះអ្នកនៅម្ដុំនេះនរណាក៏ធ្លាប់ជួបធ្លាប់ឃើញដែរតាំងពីពេលនោះមកគ្រប់កន្លែងដែលខ្ញុំបានទៅដល់ឲ្យតែឃើញស្ថានភាពមិនស្រួលខ្ញុំនឹងចាក់ចែងឬទៅកន្លែងដែលមានមនុស្សកកភ្លាមសម្រាប់រឿងខ្មោចទន្ទឹងនេះដែរគឺមិនចប់តែត្រឹមហ្នឹងសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានស្ដាប់ពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាបាយបាយ